តោះបងប្អូនថ្ងៃនេះមកលំអិតពីរបៀបធ្វើសាច់ប៉ាតេសម្រាប់ញ៉ាំជាមួយនំប៉័ងឬសាច់ប៉ាតេចៀនហើយនឹងប្រហិតចាប្រហិតសាច់គោសាច់ជ្រូកអីគឺរបៀបធ្វើតែមួយបងប្អូនចាតាមពិតទៅនេះខ្ញុំធ្លាប់ចេញច្រើនដងមកហើយបងប្អូនពីរបៀបធ្វើសាច់ប៉ាតេបែបហ្នឹងសាច់ប៉ាតេចៀនសាច់ប៉ាតេអាំងអីចឹងណាប្រហិតអីប៉ុន្តែដោយសារមានបងប្អូនខ្លះគាត់នៅអត់យល់ណាអញ្ចឹងថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញចានិយាយទៅមកលំអិតពីរបៀបធ្វើសាច់ប៉ាតេដែលយើងយកទៅញ៉ាំនំប៉័ងបែបហ្នឹងហើយនឹងសាច់ប៉ាតេចៀនឬក៏ប្រហិតអីផ្សេងចានិយាយទៅនេះខ្ញុំនឹងបង្ហាញបងប្អូនពីដើមរហូតដល់ចប់តែម្ដងណាហើយប្រាប់ក្បួនច្បាស់លាស់បងប្អូនអាចធ្វើបានហើយធានាថាបងប្អូនបើសិនជាបងប្អូនធ្វើទៅតាមក្បួនហ្នឹងគឺស្វិតបែបហ្នឹងបងប្អូននិយាយទៅបាត់សាច់ប៉ាតេដែលយើងធ្វើខ្លួនឯងបានស្វិតល្អបែបហ្នឹងរសជាតិណានិយាយពីថាឆ្ងាញ់មែនតើបងប្អូនឆ្ងាញ់ជាងគេលក់ទៀតគេលក់វាអត់ក្តៅនេះយើងធ្វើឲ្យក្តៅបែបហ្នឹងនិយាយពីថារសជាតិឆ្ងាញ់មែនតើហើយនេះជាប្រហិតចានេះខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើប្រហិតនិយាយទៅកិនសាច់អីគឺរបៀបតែមួយឯងបងប្អូនហើយមើលសាច់ប្រហិតខ្ញុំនិយាយពីថាស្វិតល្អមែនតើបងប្អូនហើយស្វិតហ្នឹងមិនមែនស្វិតខ្សោះទេណាបងប្អូនស្វិតទុនឆ្ងាញ់មែនតើបងប្អូនហើយធ្វើថ្មីអញ្ចឹងបងប្អូនយកទៅស្ងោស្លស្ងោអីផ្សេងទុកឲ្យកូនញ៉ាំអីគឺឆ្ងាញ់ចាឥឡូវតោះកុំឲ្យខាតពេលយូរទៅមើលពីរបៀបខ្ញុំធ្វើចានេះជាសាច់ជ្រូកបងប្អូនថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបធ្វើសាច់ប៉ាតេប្រហិតអីសាច់ជ្រូកចាសាច់ជ្រូកហ្នឹងគឺខ្ញុំមានចំនួន1គីឡូខ្ញុំយកវាទៅចាហាន់ចំណិតស្ដើងអញ្ចឹងហើយបន្ទាប់មកខ្ញុំទុកវាមួយឡែកសិនឥឡូវខ្ញុំមកលាយទឹកចាដើម្បីយកទៅកិនលាយខ្ញុំមានម្សៅដំឡូងបងប្អូនតែបើសិនជាបងប្អូនអត់មានម្សៅដំឡូងគឺបងប្អូនអាចប្រើម្សៅឆា30ក្រាមម្សៅ baking powder ឬក៏មេដុតហ្នឹង9ក្រាមស្ករស10ក្រាមទឹកត្រីចាទឹកត្រីបងប្អូនដាក់វា50 ml ឬក៏50ក្រាមចាបន្ទាប់មកគឺនេះជាប្រេងឆាបងប្អូនប្រេងឆាគឺខ្ញុំដាក់វាចំនួន150ក្រាមហើយនេះជាទឹកត្រជាក់ឬក៏ទឹកកកបងប្អូនគឺយើងត្រូវការទឹកត្រជាក់ខ្លាំងមែនតើទឹកត្រជាក់ហ្នឹងខ្ញុំដាក់វា130 ml បន្ទាប់មកខ្ញុំថែមម្រេចចាបងប្អូនដាក់តិចច្រើនទៅតាមចំណង់ចំណូលចិត្តហើយនេះជាម្សៅស្ខ្មែរយើងអត់ដឹងគេហៅអីទេបងប្អូនតែភាសាបារាំងគេដាក់សែងប៉ាហ្វាំងបងប្អូនចានិយាយទៅរសជាតិវារបៀបដូចទាខ្វៃបងប្អូននៅពេលដែលគេប្រើទាខ្វៃអីចាគឺគេដាក់តែអាហ្នឹងក្បួនគេធ្វើសាច់ប៉ាតេហ្មងគេដាក់តែបើសិនជាបងប្អូនអត់មានឬពិបាករកអីនៅខ្មែរគឺបងប្អូនបាច់ដាក់ក៏បានដែរហើយបន្ទាប់មកខ្ញុំមានចាខ្ញុំដាក់ប៊ីចេងហើយនឹងម្សៅខ្ទឹមសបងប្អូនហើយបន្ទាប់មកខ្ញុំយកវាទៅកិនហើយថ្ងៃហ្នឹងគឺខ្ញុំមកបង្ហាញបងប្អូនពីរបៀបប្រើម៉ាស៊ីនដុត1000វ៉ាត់នេះបងប្អូនចាមានបងប្អូនគាត់ទិញទៅចាភ្ញៀវខ្ញុំគាត់ទិញទៅជាច្រើនអ្នកហើយគាត់ក៏សំណូមពរនេះខ្ញុំធ្វើជាមួយនឹងម៉ាស៊ីននឹងពេលកិនសាច់ប៉ាតេឬក៏ធ្វើប្រហិតចាហើយនេះខ្ញុំនឹងបង្ហាញបងប្អូនទាំងអស់ចាម៉ាស៊ីនហ្នឹងមាន2មុខចានិយាយទៅវាមានដងនឹងមួយហើយនឹងក្បាលសម្រាប់ក្លុកនឹងមួយហើយនឹងប្រអប់នេះមានសម្រាប់កិនសាច់ប្រអប់ហ្នឹងគឺយើងអាចដាក់សាច់បានតែកន្លះគីឡូឯងបងប្អូនប៉ុន្តែនៅពេលដែលបងប្អូនចង់ធ្វើច្រើនដូចជា2គីឡូចាប់ពី2គីឡូអីទៅគឺបងប្អូនដាក់សាច់ហ្នឹងនៅក្នុងចានដៃចាហើយយើងកិនជាមួយនឹងដងនោះវិញធ្វើប្រហិតបានដូចគ្នាប្រហែលគីឡូក៏បានដែរបងប្អូនចានេះខ្ញុំធ្វើជាមួយនឹងប្រអប់ហ្នឹងហើយបងប្អូនឃើញនេះកិនទៅនិយាយពីថាម៉ត់ល្អមែនតើចានេះខ្ញុំបង្ហាញបងប្អូនពីរបៀបកិនជាមួយនឹងប្រអប់ហើយនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបៀបកិនជាមួយនឹងចាចែកដែកនៅពេលដែលយើងប្រើសាច់ច្រើនណាចានេះខ្ញុំកិនសាច់ហ្នឹងដាក់ប្រហែលជាកន្លះគីឡូឯងហើយនៅកន្លះគីឡូទៀតគឺខ្ញុំដាក់ជាមួយនឹងចានដើម្បីបង្ហាញបងប្អូនណាហើយសម្រាប់ទឹកហ្នឹងបងប្អូនឃើញដូចច្រើនណាប៉ុន្តែអត់ទេគឺយើងត្រូវការសម្រាប់សាច់1គីឡូហ្នឹងតែម្ដងចាឥឡូវនេះខ្ញុំប្រើជាមួយនឹងដងក្លុកនេះម្ដងហើយដងក្លុកហ្នឹងគឺខ្លាំងជាងចាខ្លាំងជាងប្រអប់នោះទៀតបងប្អូនអើយនិយាយពីការដាក់ទៅឡើងរូគឺកិនសាច់បានមកល្អណាស់អញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់ធ្វើប្រហិតដូចជាចាប់ពី1គីឡូ2គីឡូឡើងទៅគឺបងប្អូនដាក់ក្នុងចានដៃធំមួយអញ្ចឹងទៅណាហើយបងប្អូនកិនជាមួយចានដងវែងហ្នឹង
ម៉ាស៊ីនហ្នឹងគឺខ្ញុំមានលក់នៅក្នុង page បងប្អូនកម្លាំងវា 1000 វ៉ាត់ចាគឺកម្លាំងខ្លាំងបងប្អូនយើងយកទៅកិនសាច់ធ្វើសាច់ប៉ាតេសាច់ប្រហិតបែបហ្នឹងក៏បានយកទៅកិនគ្រឿងកិនស្លឹកតើយកិនអីផ្សេងបាននិយាយទៅវាខ្លាំងហ៎បងប្អូនអញ្ចឹងគឺថាវាម៉ត់ល្អហើយដូចនេះអញ្ចឹងហ៎បងប្អូននេះខ្ញុំកិនចាជាមួយនឹងដងវែងហ្នឹងគឺខ្លាំងមែនតើហើយដាក់តែមួយទ្រុលពីរទ្រុលទេបងប្អូនគឺវាម៉ត់ខៃអញ្ចឹងតែម្ដងចាឥឡូវខ្ញុំចាក់វាចូលគ្នាចាដោយសារមានភ្ញៀវខ្ញុំគាត់ទិញយកទៅប្រើចាអញ្ចឹងក៏គាត់សំណពរនេះខ្ញុំហ្នឹងបង្ហាញពីរបៀបធ្វើប្រហិតឬក៏សាច់ប៉ាតេជាមួយនឹងម៉ាស៊ីន1000 វ៉ាត់ហ្នឹងណាម៉ាស៊ីននេះខ្ញុំមានលក់ច្រើនប្រភេទបងប្អូនហើយនេះគឺ1000 វ៉ាត់ហើយបន្ទាប់ពីកិនសាច់វាម៉ត់ហើយគឺខ្ញុំយកវាទៅច្រកក្នុងថង់សម្រាប់យកទៅខ្លះទេទូទឹកកកកន្លែងកករយៈពេល3ម៉ោងបងប្អូន2ទៅ3ម៉ោងដើម្បីឲ្យសាច់ហ្នឹងវាបានកកខ្លះមិនឲ្យកករឹងកញ្ញងឯងបងប្អូនគឺកកប្រហែលជា 50% អីក៏បានដែរចាដើម្បីឲ្យសាច់ប៉ាតេយើងស្វិតល្អបងប្អូនចានេះជាក្បួនត្រឹមត្រូវនិយាយទៅក្បួនដែលយើងត្រូវធ្វើឲ្យសាច់ប៉ាតេយើងបានស្វិតឬក៏ប្រហិតយើងស្វិតល្អចាហើយក្បួនហ្នឹងគឺខ្ញុំធ្លាប់ចេញប្រហែលជា 2-3 ឆ្នាំមុនបងប្អូនចាក្បួនលម្អិតបែបហ្នឹងណាគ្រាន់តែថាកាលហ្នឹងគឺទៅតែបើកpage ចានិយាយទៅតែធ្វើវីដេអូផុសអញ្ចឹងអត់សូវមាន fan ច្រើនទៅតែឥឡូវហ្នឹងគឺ fan ច្រើនហើយគាត់អ្នកខ្លះគាត់អាចបានឃើញពីរបៀបធ្វើទាំងអស់ណាបងប្អូនចាអញ្ចឹងហើយថ្ងៃហ្នឹងគឺខ្ញុំមកលម្អិតហើយមកលម្អិតទាំងរបៀបធ្វើសាច់ប៉ាតេចំហុយឬក៏ចៀនហើយនឹងប្រហិតចាទៅក្បួនតែមួយបងប្អូនគឺបងប្អូនអាចធ្វើបានទាំងប្រហិតទាំងសាច់ប៉ាតេហើយឥឡូវហ្នឹងបន្ទាប់ពីខ្ញុំដាក់សាច់រយៈពេល3ម៉ោងក្នុងទូទឹកកកវាកកហើយវាកកបាន 50% ហើយខ្ញុំយកវាមកវាយជាមួយនឹងម៉ាស៊ីនហ្នឹងណាបងប្អូនចាហើយខ្ញុំវាយជាមួយនឹងម្រេចចាបងប្អូនចូលចិត្តបែបម្រេចអញ្ចឹងដាក់ម្រេចចូលឲ្យច្រើនទៅបងប្អូនខ្ញុំចូលចិត្តហើយឬក៏បងប្អូនចូលចិត្តម្ទេសចាយកម្ទេសមកកាត់វាដុំតិចទៅឬក៏ដាក់ទាំងមូលក៏បានដែរហើយបងប្អូនដាក់វា 4-10 គ្រាប់ចូលក្នុងហ្នឹងទៅហើយវាយជាមួយនឹងម៉ាស៊ីនហ្នឹងគឺយើងវាយបែបហ្នឹងដើម្បីបាច់យើងបោកបងប្អូនធម្មតាប្រហិតដើម្បីឲ្យស្វិតគឺយើងត្រូវបោកវា10-20 នាទីសិនប៉ុន្តែបើសិនជាបងប្អូនមានម៉ាស៊ីននេះគឺបងប្អូនវាយជាមួយនឹងម៉ាស៊ីនហ្នឹងតែម្ដងវាយវាតែ 3-4 នាទីគឺដូចយើងបោកអញ្ចឹងចាហើយម៉ាស៊ីនហ្នឹងគឺម៉ាស៊ីនវាយពងមាន់ណាបងប្អូនគ្រាន់តែថាវាមានមុខពីរមុខមួយវាយសម្រាប់វាយពងមាន់មួយទៀតសម្រាប់ចាយកមកវាយសាច់អញ្ចឹងណាធម្មតាមានម៉ាស៊ីនខ្លះគឺមានមុខពីរអញ្ចឹងណាហើយម៉ាស៊ីនវាយពងមាន់នេះគឺនេះខ្ញុំមានលក់ដែរបងប្អូនតម្លៃ$27បងប្អូនម៉ាស៊ីនវាយពងមាន់ណាអញ្ចឹងសម្រាប់បងប្អូនចង់បានម៉ាស៊ីនវាយពងមាន់ម៉ាស៊ីនវាយសាច់ប៉ាតេហ្នឹងឬក៏ម៉ាស៊ីនកិនសាច់អីគឺបងប្អូនអាចឆាតចូល page ចាទៅចូលស្តុកថ្មីច្រើនទៀតណាបងប្អូនអញ្ចឹងបងប្អូនអាចកំងបានហើយបន្ទាប់ពីខ្ញុំវាយសាច់នឹងហើយគឺខ្ញុំយកវាទៅខ្ចប់ជាមួយនឹងกระดาษដុតនំហើយនឹងกระดาษលុយញោមពីខាងក្រៅអញ្ចឹងហើយយកវាទៅចំហុយចាហើយសល់បន្តិចគឺនេះខ្ញុំនឹងធ្វើសាច់ប្រហិតមូលបងប្អូនចានេះខ្ញុំនឹងបង្ហាញបងប្អូននៅtrongវីដេអូឥឡូវបន្ទាប់ពីចំហុយសាច់ប៉ាតេនឹងរួចហើយចាគឺវាបែបហ្នឹងបងប្អូនអើយនិយាយពីថាឡើងល្អមែនតើការខ្ចប់នេះរៀងទួយទេតែនៅពេលដែលចំហុយទៅគឺសាច់វាល្អមែនតើឡើងណែនអត់មានផុសខាងក្នុងទេបងប្អូនអើយហើយសាច់ស្វិតស្រួយឆ្ងាញ់ចានិយាយទៅហ៊ានធានាហ៊ាននិយាយហ្មងបងប្អូនក្បួននេះគឺឆ្ងាញ់ជាងគេធ្វើលក់ទៀតពីព្រោះសាច់បានស្វិតល្អរសជាតិក៏ឆ្ងាញ់ហើយសំខាន់គឺវាក្តៅបងប្អូនចំហុយហើយនិយាយពីថាយកទៅញ៉ាំដាក់ជាមួយនំប៉័ងចាដាក់ជាមួយនំប៉័ងសាច់ឬក៏ញ៉ាំជាមួយជ្រក់លេងណាប៉ុណ្ណេះក៏ឆ្ងាញ់ដែរហើយបងប្អូនមើលពីសាច់នេះខ្ញុំនឹងកាត់វាជូនបងប្អូនមើលទាំងពីរហ្នឹងណានិយាយពីសាច់វាឡើងមិនត្រឹមតែស្វិតល្អទេបងប្អូនគឺថាច្រប់ឆ្ងាញ់មែនតើណាបងប្អូនចាហើយក្បួនហ្នឹងដូចនេះខ្ញុំជម្រាបបងប្អូនហើយនេះខ្ញុំធ្វើញ៉ាំ5ឆ្នាំហើយនិយាយទៅធ្វើតាំងពីនៅស្រុកខ្មែរមិនទាន់គេធ្វើវីដេអូចេញបងប្អូនចាសម្រាប់បងប្អូនដែលគាត់អត់ហ៊ានទិញគេញ៉ាំពីព្រោះចាហ្នឹងឮគាត់និយាយណាបងប្អូនគាត់ថាទិញគេញ៉ាំអត់ដឹងថាគេលាយសាច់អីខ្លះអញ្ចឹងណាអញ្ចឹងបងប្អូនអាចធ្វើខ្លួនឯងបានចានិយាយទៅមានបងប្អូនគាត់ធ្វើបានជោគជ័យច្រើនហើយក៏មានបងប្អូនខ្លះគាត់អត់ធ្វើបានជោគជ័យដែរគាត់ថាធ្វើទៅអត់សូវស្វិតអីអញ្ចឹងខ្ញុំក៏មកលម្អិតពីរបៀបធ្វើថ្ងៃហ្នឹងទាំងប្រហិតទាំងសាច់ប៉ាតេហើយបើសិនជាបងប្អូនធ្វើឲ្យអត់ស្វិតទៀតអាហ្នឹងអត់ដឹងនិយាយថាម៉េចទេបងប្អូនអើយ
នេះខ្ញុំលំអិតអស់ហើយជាមួយនឹងក្បួនជាមួយនឹងវីដេអូហ្នឹងបងប្អូនចាហើយដូចបងប្អូនឃើញក្នុងវីដេអូហ្នឹងអញ្ចឹងនេះមើលសាច់ចោលឡើងស្វិតល្អមែនតើនិយាយទៅសឹងតែហាយទៅមិនចង់ដាច់ចាហើយមិនស្វិតអត់ឆ្ងាញ់ស្វិតដោយកៅស៊ួយទេណាបងប្អូនគឺស្វិតស្រួយឆ្ងាញ់មែនតើចាហើយបន្ទាប់ពីខ្ញុំធ្វើសាច់ប៉ាតេចំហុយនឹងហើយដែលបងប្អូនអាចយកទៅញាត់នំប៉័ងធ្វើនំប៉័ងសាច់ផ្សេងហើយគឺខ្ញុំយកវាទៅចៀនបងប្អូនសម្រាប់ធ្វើសាច់ប៉ាតេចៀនណាចារបៀបធ្វើសាច់ប៉ាតេចៀនអត់មានអីពិបាកបងប្អូនធ្វើបែបហ្នឹងហើយគឺយើងយកវាទៅដាក់ចៀននៅក្នុងប្រេងក្តៅហើយបើកភ្លើងឲ្យខ្លាំងឲ្យវាក្រហមពីលើដើម្បីឲ្យវាឈ្ងុយប៉ុណ្ណឹងគឺបងប្អូនស្រង់វាឡើងហើយនិយាយទៅអត់ពិបាកទេហើយរសជាតិវិញហ្នឹងគឺកាន់តែឆ្ងាញ់សម្រាប់បងប្អូនដែលគាត់ចង់ញ៉ាំលេងឬធ្វើសាច់ប៉ាតេចៀនហ្នឹងសម្រាប់យកទៅធ្វើបបរអីផ្សេងណាចាគឺធ្វើបែបហ្នឹងបងប្អូនរសជាតិឆ្ងាញ់ហើយបងប្អូនអាចយកវាធ្វើឲ្យភ្លាមចាកាត់វាទៅយកវាទៅញ៉ាំជាមួយនឹងជ្រក់ក្តៅអញ្ចឹងអូឆ្ងាញ់ណាស់បងប្អូនអើយខ្ញុំចូលចិត្តនិយាយទៅសឹងតែធ្វើរាល់អាទិត្យហើយដោយសារឥឡូវហ្នឹងមានម៉ាស៊ីនសពគ្រប់អញ្ចឹងទៀតបងប្អូនមានណាកិនទុកតែមួយផ្លែតចាគ្រាន់តែថាយើងត្រូវក្រាស់សេតកអញ្ចឹងណាដើម្បីឲ្យវាស្វិតល្អចាហើយនេះគឺនេះខ្ញុំធ្វើសាច់ប៉ាតេចៀនរួចហើយឥឡូវមកបង្ហាញបងប្អូនពីរបៀបធ្វើប្រហិតម្ដងចាប្រហិតគឺខ្ញុំពាក់ស្រោមដៃហើយបន្ទាប់មកយើងលុញវាចាច្បាច់វាឲ្យចេញមូលទៅហើយយើងជាមួយគ្នាហ្នឹងគឺបងប្អូនដាក់តាមទឹកមួយឆ្នាំងហើយបើកភ្លើងតិចមិនបាច់បើកភ្លើងឲ្យពុះទេហើយបន្ទាប់មកគឺយើងច្របាច់ប្រហិតហ្នឹងហើយដួសជាមួយស្លាបព្រាដើម្បីកុំឲ្យវាស្អិតណាបងប្អូនគឺបងប្អូនយកវាទៅត្រាំទឹកកកឲ្យត្រជាក់សិនចាំយកវាមកដួសសាច់ប្រហិតហ្នឹងហើយបងវាចូលទឹកក្តៅចាគឺបែបហ្នឹងណាហើយបងវាចូលទឹកក្តៅបងប្អូនបាច់ទុកឲ្យពុះទេឲ្យវាក្តៅទៅហើយនៅពេលដែលយើងធ្វើឲ្យអស់ចាំយើងដំឡើងភ្លើងដាក់វាឲ្យពុះឆ្អិនហើយយកវាស្រង់វាឡើងដាក់ចូលក្នុងទឹកកកត្រជាក់ហ្នឹងចាជាការស្រេចបងប្អូនហើយរបៀបធ្វើនេះគឺថ្ងៃហ្នឹងគឺខ្ញុំបង្ហាញបងប្អូនពីរបៀបធ្វើជាមួយនឹងសាច់ជ្រូកណាប៉ុន្តែបងប្អូនអាចធ្វើជាមួយនឹងសាច់មាន់ក៏បានសាច់គោក៏បានចាទាំងសាច់ប៉ាតេទាំងប្រហិតហើយបើសិនជាបងប្អូនចាចង់ដឹងគឺនេះខ្ញុំមានផុសទាំងអស់គ្រាន់តែថាក្បួនខ្លះគឺនេះខ្ញុំអត់បានលម្អិតដូចហ្នឹងណាចានេះខ្ញុំលម្អិតទាំងសាច់ប៉ាតេទាំងប្រហិតហ្នឹងតែម្ដងអញ្ចឹងបងប្អូនគ្រាន់តែដាក់សាច់ដែលបងប្អូនចាចង់ធ្វើដូចជាសាច់គោសាច់មាន់នេះអញ្ចឹងណាហើយបងប្អូនធ្វើក្បួនដូចគ្នាហើយចេញមកគឺថាស្វិតល្អដូចគ្នាបងប្អូនចានេះជាសាច់ជ្រូកអញ្ចឹងចាបងប្អូនធ្វើហើយបងប្អូនអាចយកវាទៅស្ងោរនិយាយទៅប្រហិតទៅបងប្អូនចាយើងធ្វើទៅតាមចំណង់ចំណូលចិត្តចាហើយស្វិតដូចគ្នាបងប្អូនអើយស្វិតល្អចង់ល្អជាងគេអ្នកលក់ទៀតណាបងប្អូនអត់មានចាប្រហោងក្នុងឬក៏អីទេបងប្អូនសាច់វាឡើងល្អហើយស្វិតបែបនេះគឺស្វិតស្រួយបងប្អូនឆ្ងាញ់ញ៉ាំទៅច្រប់ជាមួយនឹងស្វិតអញ្ចឹងណាចាអញ្ចឹងដូចខ្ញុំជម្រាបបងប្អូនអញ្ចឹងណាវីដេអូនេះគឺវីដេអូលម្អិតពីរបៀបធ្វើសាច់ប៉ាតេហើយនិងប្រហិតអញ្ចឹងវារៀងវែងបងប្អូនអើយគ្រាន់តែបញ្ចូលសម្លេងឡើងចង់បាយពុះមាត់ចាគឺវាវែងវីដេអូថ្ងៃហ្នឹងអញ្ចឹងសម្រាប់បងប្អូនដែលគាត់ចង់បានម៉ាស៊ីនចាគឺបងប្អូនអាចឆាតចូល page